ถ้าจำเริญถ้าก่อนตอนยืนกับพงแต่สบายร้อนมั้งนี่ต่อมาบ้านเตี้ยนะมา mình អូននឹងចែកជូនបង ឲ្យចាអូនឲ្យបនបងនឹងជូនបនអូនវិញ អូននឹងចែកជូនបង ឲ្យ អូ មក ន ទៀ នឹង ម ចែក ទៀ បាប បន ជូនបងមិនមែន មក ចែ ទៀ ក ម បន ទៀ ទេ បនទៅដើមពីដូនតាទៀត អត់ទេអូនជូនបងតែអូនជូនបាប អញ្ចឹងហ៎បនបាបអីបងទទួលទាំងអស់ ឲ្យតអូនអោ ឲ្យ យើង អូន ដឹង ឲ្យ គិតត្រូវគិតខុសហើយ ហើយអូននៅជាមួយបងទៅព្រោះបនបាបនៅទាំងពីរនេះ ប៉ុន្តែចប់ទៅបាត់ហ្នឹង ចប់ហើយបង អូ បងតំនឹងចប់ បងស្មានតែស្គប់សិនហើយចាំវគ្គកតុយអីឆ្ងាញ់កតុយអីចឹងទៀតហ៎ អស់ហើយបង នេះបានសង្សារហើយតែបងបាយប៉ុណ្ណាឥឡូវរៀបចំខ្លួន អញ្ចឹងហ៎ លឺសជូងមាត់លឺមាត់ចាស់ចាស់មកស្រាយមកដឹងតែបងបាយប៉ុណ្ណាជួយបាយដំណើរតែដល់ឆ្អឹងទៀនចានស្រាក់សំលុយមក500លឺសង្សារហើយតែបងបាយប៉ុណ្ណា ចង់ទៅ ខ្ញុំអាចចាំសិនព្រោះមិនតន់ហើយងងឹតរៀងព្រើមកហត់បាល់អោចង់ទៅមួយចង់ដាក់ងងឹតខ្លាំងណាស់ដងហើយបាយបានដងហើយពាក់សិនសង្សារអូនហើយដើរទៅពីក្រោយអើយខូចសូនផងបានបានដល់ហើយកុំរួយត្រានត្រាយចាំសោតតាមលោកអាចារ្យ យើងពូលីជេសណ្ដៃល្អដល់បោះតែចឹងផងមួយសុំផងណាបានបាយបំណូតពូជូនដូនតាអញ្ជើញពីសាមុនពេលសូរិយាមកណាលឺសូជូងមាត់លឺមាត់ចាស់ចាស់មកស្រាយមកដឹងតែបោកបាយបាញ់ជួយបាយដំណើរតែតែកម្មឆ្អិនទៀងចានស្រាក់សំលុយម៉ែ500លីសងសងហើយតែបោះបាយបាញ់ខ្ញុំឲ្យចាំសិនព្រោះមិនតន់ហើយងងឹតរៀងព្រើមកហត់បាល់អើយចង់ទៅមួយចង់តាមងខ្លាំងណាស់ដងហើយបាយប៉ិនដងហើយតាក់សិនសង្សារអូនហើយដើរទៅពីក្រោយបោះផងសូនផងគាត់បានដល់ហើយកុំព្រួយត្រានត្រាយចាំសោតតាមលោកអាចារ្យយើងពូតលីជេកសំដៃល្អដល់បោះទៅចឹងផងវងសួងផងណាបានបាយបំណូតពូជូនដូនតាអញជើញពីសាមុនពេលសូរិយាមកដល់ រតនមានចាប់អារម្មណ៍អត់ ចា៎ ប្រូចុងក្រោយច្រៀងថាម៉េច បានបាយពំនូតពូតជូនដូនតាអញ្ជើញពិសាមុនពេលសូរិយាមកដល់ មានចាប់អារម្មណ៍ត្រង់ហ្នឹងអត់ ចាខ្ញុំចាប់អារម្មណ៍ ណែដោយសារតែដូនតារបស់យើងលោកបានអនិច្ចកម្មទៅមិនដឹងថាកើតជាអីឲ្យពិតប្រាកដទេអញ្ចឹងពិធីបុណ្យជុំបិណ្ឌរបស់យើងហ្នឹងគឺអញ្ជើញដូនតាមកសែបសោយហើយអញ្ចឹងទៅកាលណាតែព្រះសូរិយារះទៅដឹងស្រាប់ហើយណោះ ចា បាទអញ្ចឹងកូនចៅទាំងអស់ចង់បញ្ជូនកុសលអីនៅថ្ងៃបញ្ចប់ហ្នឹងភាគច្រើនគឺគេតែងតែបញ្ជូនតាមសំពៅ បាទ អញ្ចឹងបញ្ជូនគេហៅថាទៀបភ្លឺដោយវុទ្ធពិភាក្សាមួយបងមិនអញ្ចឹង បាទ ព្រលឹមស្រាងកុំឲ្យដល់ភ្លឺហើយបានបញ្ជូនគឺអត់បានដល់ដូនតាទេ ចា បាទ ហើយជាពិសេសនៅក្នុងទូកហ្នឹងគឺយើងខ្ចប់ បាទ ល្ង ល្ង ខ្ចប់ ពោត ស្រូវ សដែក ពោតសដែក បាទ ចូលទៅ សពគ្រប់ទាំងអស់ មានតែគ្រឿងទេសទៀតដែរបងឬថាមាន បាទ អំបិល មាន មែនទេបង ទាំងអស់ ណា បាទ បាទ អញ្ចឹងគឺធ្វើម៉េចបញ្ជូនទៅដល់ដូនតាបានន័យថាជូនដូនតាត្រឡប់ទៅស្រុកវិញ ចា៎ បាទគ្រប់ចំនួនដែលគាត់បានអញ្ជើញមកហើយគាត់ត្រូវត្រឡប់ទៅវិញ ចា បាទ អូ
មានខ្លឹមសារ មានខ្លឹមសារច្បាស់លាស់ ចា៎ បាទ កាប់ពិតទៅពិធីបន់ជុំបិណ្ឌរបស់យើងបើសិនជាយើងអត់ស្វែងយល់នៅវគ្គបញ្ចប់នឹងទេក្មេងៗភាគច្រើនដឹងតែត្រឹមថាទៅបោះបាយបិណ្ឌ បោះបាយបិណ្ឌ ឬក៏ទៅវត្តទៅមិនឲ្យបានគ្រប់តែ7វត្តទេប៉ុន្តែអត្តន័យដែលធំបំផុតនោះគឺបញ្ជូនដូនតាទៅស្រុកកំណើតរបស់គាត់វិញគឺនៅថ្ងៃចុងបញ្ចប់ដែលជាថ្ងៃបន់ជុំធំតែម្ដងបាទ បាទព្រឹកមិញព្រលឹមស្រាងៗនេះឯង លឿនតិចមែង លឿនតិចមែង អញ្ចឹងយប់ស្អែកនេះណាយប់ស្អែកនេះតែម្ដងធ្វើម៉េចឲ្យបានតាន់ទៀបលឺកុំឲ្យលឺថ្ងៃរះ ព្រឹកមិញតាបង ព្រឹកមិញបាទព្រឹកមិញតែម្ដង ចុះយើងនិយាយគ្នាថាចប់យើងចប់ការងារនៅវត្តហើយយើងដេកនៅវត្តមកចាំចងមុងដេកនៅវត្តដើម្បីចាំកម្មវិធីកុំឲ្យខក ឥឡូវយើងជប់ដេកហើយព្រោះយប់មិញយើងដេកហើយ មិញដេកហើយ បងឥ បា ឡូ ទ វឲ្យបងអូនពៅបងឯងឈៀងមកបត់ទៀតទៅ មក តែ ឥ មួ ឡូវ យទៅទេវត្តឆ្នាំនេះហ៎ ឥឡូវកន្លងកំពុងចាមសុំសួរមួយ យើងទៅវិញមកតា ឥឡូវកន្លងកំពុងចាមសុំសួរមួយ បាទ ដែលស្គាល់នំកំពងអត់ បាទ ដែលស្គាល់នំកំពងអ ស្ ត់ គាល់រុំនឹងរៀងមូលមូលពណ៌សហើយគេរុំស្ករ ហើយ រោមស្ករទី ហើយពេលយើងហាយទៅមានស្នូលសណ្ដែកស្នូលពងទាស្នូលត្រាវតាមតែយើងធ្វើ អីឆ្លាតបើគេ ដូចជុំប្រាប់ថាអ្នកកំពុងចាមហើយមិនបាន មិននិ ចា យាយលេងសើចចឹងអូនខ្ញុំ ជុំឲ្យបើគេចូលទៅដឹងអីយកទៅមិញបងស្មានតែអត់ដឹងអីតាមិញហ្នឹង ចង់ថាចានំអីក៏ស្គាល់ដែរឲ្យតែនំឆ្ងាញ់ហើយនំខ្មែរយើងពីច្រើននំឆ្ងាញ់ណា ឥឡូវទៅវិញសមមួយបងអត់ តែអត់ចេះវិចចឹងបានចង់បានប្រពន្ធអ្នកចេះវិចពីសមហ្នឹង ជួយចងក៏បានដែរ ជួយចងហ៎ ហ្នឹងហើយ បើចេះតែហូ អូ ប នបងជំនាញខាងវិច អរគុណចា អូយបាទឥឡូវសំក៏វិចរួចហើយបាទភ្លក់ក៏ភ្លក់រួចហើយ លក់ហើយ បាទ បាទ នៅឡើយតែអីគេទៀត បាទ បាទតែប៉ុណ្្នឹងឯង បាទ អូ បាទ ឆ្ងាញ់ទេសំ បាទបាទ ថ្ងៃគ្រប់មុខ បាទ តែអ្នកទាំងអស់គ្នាប្រហែលជាអត់ទាន់ស្គាល់នំខ្មែរប្រហែលមុខទៀត បាទ នំអីគេបង ដែលស្គាល់នំកោហៅហ៎នំកោហៅ អត់ហង នំនឹងស្តៀងនំកោរបស់យើងប៉ុន្តែគេមានស្នូលត្រាវកិនណាហើយគេធ្វើជាកតួងមូលហើយរូបរាងហ្នឹងគឺមើលមួយផ្លែតគឺដូចគេហៅថាដូចនំកោអញ្ចឹងគ្រាន់តែមានស្នូលហើយគេត្រូវមានកតួងហ្នឹងហើយ ស្គាល់បងស្គាល់ស្គាល់ មួយទៀត ចេះ ន ស្គា ំ ល់ ជាល ណា នំជាល បាទ នៅ នំ ស្រុក ជាល ខ្ញុំ ចិត្តថា បើនំជាលទូទៅតានាថាស្គាល់ហ្នឹងហើយតែនំកោហៅនំកោហៅហ្នឹងគឺខ្ញុំស្គាល់នៅពេលដែលខ្ញុំនៅភ្នំពេញយើងតែម្ដង ប៉ុន្តែឥឡូវឡើងគេធ្វើ គេលែងសូវធ្វើហើយបាទ នំខ្លះលែងមានអ្នកធ្វើហើយ ហើយដូចជានំប៉ាតាំងគោអីហ្នឹងគឺយើងយូរឃើញម្ដងទេ អានេះជាស្នូលសណ្ដែ អ ក ត់មានសណ្ដូលេនំប៉ាតាំងគោហ្នឹងគឺដូចអាកោអញ្ចឹងប៉ុន្តែគេចិត្តជាចំណិតជ្រុងហើយនំហ្នឹងឡើងដូចជាអាកោអញ្ចឹង អូ បាទដូចអាកោសស ចាចាដូច ហ្នឹង ធ្លាប់ ហើយ ឃើញប៉ុន្តែឥឡូវលែង ដូច លែងសូវឃើញ បងដូចនំកំពងអីឥឡូវលែងសូវឃើញ បាទ មាន លែង បង សូវ ប្អូន បាទ រៀនធ្វើហើយ និយាយទៅនំខ្មែររបស់យើងមាន ចា ច្រើនមែនតើគ្រាន់តែថាពេលខ្លះទៅអ្នកខ្លះគាត់គេហៅថាគាត់អត់ស្គាល់អញ្ចឹងពេលដែលអត់ស្គាល់អ្នកដែលធ្វើគាត់លក់ទៅអត់សូវបានអត់មានអ្នកទិញអញ្ចឹងក៏តម្រូវរកនំណាដែលគេស្គាល់ច្រើន ចា អរគុណច្រើនបាទតើឥឡូវសូមមកបាត់ទៀតពីមងរឹត អរគុណបាទអរ បាទ គុណ